អំឡុងរជ្ជកាលព្រះបាទស្រីសុរិយោពណ៌ឬព្រះបាទពញាយ៉ាតនៅពេលដែលព្រះអង្គបានបោះបង់ចោលរាជធានីអង្គរហើយមកសាងសង់រាជធានីថ្មីមួយទៀតនៅទួលបាសានក្នុងខេត្តស្រីសឈូដែលសពថ្ងៃត្រូវបានគេស្គាល់ថាជាស្រុកស្រីសន្ធរខេត្តកំពង់ចាមព្រះអង្គបានគង់នៅទីនោះបានតែមួយឆ្នាំគត់ដោយសារតែមានទឹកជំនន់រាល់រដូវវស្សាព្រះអង្គបានផ្លាស់ប្ដូររាជធានីហើយមកសាងសង់រាជធានីថ្មីមួយទៀតតាមបណ្ដោយមាត់ទន្លេចតុមុខគឺទន្លេមុខ4នៅក្នុងឆ្នាំ1434ដែលសពចង់ស្រែលេងតែសោះមុនបាបដាច់ញ៉ាយ៉ាកាយលើបងតែរីករាយក៏ដូចជាចាបងក្រយ៉ាងណាក៏អត់ណាតែស្នេហ៍ត្រង់អូនណាយមកបានមកជាគូ